នេះគឺជាអ្នកចំនួនដែលមានភាពវៃឆ្លាតនៅក្នុងពិភពលោកគាត់តែងតែទិញឆ្អឹងមាន់ក្នុងតម្លៃថោកបន្ទាប់មកកិនវាជាម្សៅឲ្យម៉ត់បានល្អហើយប្រែក្លាយវាទៅជាសាច់ក្រកឬក៏ bacon ហើយរកប្រាក់បានរាប់សិបម៉ឺនដុល្លារចំពោះអ្នកផលិតនេះគឺជាអណ្ដូងរ៉ែមាសដែលផ្ដល់ឲ្យគាត់គ្មានទីបញ្ចប់នៅពេលដែលឆ្អឹងមាន់បានមកដល់រោងចក្រជំហានដំបូងគឺគេកិនវាដោយប្រើម៉ាស៊ីនធំដ៏សម្បើមនេះក៏ហឹមឡើងផ្លែដាវដ៏មុតស្រួយរបស់ពួកវាកិនកំទេចឆ្អឹងដែលរឹងនេះជាមួយទៅនឹងកាកសំណល់សាច់ដែលនៅសេសសល់ជាប់នឹងឆ្អឹងខ្លះរហូតដល់ពពួកឆ្អឹងនេះបានคล้ายទៅជាម្សៅឆ្អឹងម៉ត់ល្អនិងស្អិតនៅពេលដែលវានៅឆៅនៅឡើយម្សៅមានពណ៌ប្រផេះមិនគួរឲ្យចង់ញ៉ាំទាំងពណ៌និងទាំងក្លិនដូច្នេះមានគ្រឿងទេសជាច្រើនប្រភេទដែលត្រូវបានគេបន្ថែមរសជាតិនិងអំបិលចូលទៅក្នុងម៉ាស៊ីនដើម្បីលាយវាធ្វើឲ្យវាមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ដូចជាសាច់ស្រស់ដើម្បីធ្វើឲ្យវាមើលទៅគួរឲ្យទាក់ទាញជាងមុននោះពួកគេក៏បានបន្ថែមនៅពណ៌ដូចជាពណ៌ផ្កាឈូកនិងពណ៌ទឹកក្រូចក្រហមវាស្រដៀងទៅនឹងសាច់កិនស្រស់ម៉ាស៊ីននេះក៏លាយវានៅក្នុងល្បឿនលឿនលាយពណ៌លាយគ្រឿងទេសនិងម្សៅឆ្អឹងជាមួយគ្នារហូតដល់វាคล้ายដូចទៅជាសាច់ដែលមានសន្តានក្រអូបនិងមានគុណភាពខ្ពស់ចាប់ពីទីនេះទៅម្សៅគឺត្រូវបានគេបញ្ជូនទៅក្នុងខ្សែសង្វាក់ផលិតកម្មផ្សេងៗគ្នាខ្លះត្រូវបានគេបញ្ចូលទៅក្នុងថង់ដោយម៉ាស៊ីនសម្រាប់វិជាសាច់ក្រចំណែកខ្លះទៀតគឺត្រូវបានគេសង្កត់ចូលទៅក្នុងពុម្ពដែករាងការ៉េឬរាងជាចំណិតដែលវាត្រូវបានគេប្រើសម្រាប់អាហារថ្ងៃត្រង់បន្ទាប់មកដល់ដំណាក់កាលនៃការចំហុយឬក៏ដុតនំក្នុងកម្ដៅខ្ពស់គឺដើម្បីសម្លាប់មេរោគផលិតផលនេះនឹងចាប់ផ្ដើមចេញរូបរាងរបស់វាហើយនឹងធ្វើឲ្យវាដូចជាផលិតផលសាច់ពិតប្រាកដទីបំផុតនៅពេលដែលវាត្រូវបានគេវេចខ្ចប់ហើយរុំដាក់ស្លាកសញ្ញាសរសេរថាហាមពិសេសឬក៏ bacon អ្នកទាំងអស់គ្នានឹងជ្រើសរើសកញ្ចប់ពួកវានៅឯហាងទំនើបមើលទៅដូចជាអាហារឆ្ងាញ់ដែលមានគុណភាពខ្ពស់អ្នកទិញជាធម្មតាគឺត្រូវបានតាក់ទាញដោយពណ៌ក្លិនហើយពិសេសគឺតម្លៃទាបនិងមិនដែលនឹកឃើញថាគ្រឿងផ្សំសំខាន់នោះគឺអំពីឆ្អឹងមាន់ដែលគេកែច្នៃចេញអំពីរោងចក្រមកនោះទេអ្វីដែលគេគ្រាន់តែធ្វើបែបនេះជាមួយទៅនឹងតម្លៃនៃវត្ថុធាតុដើមស្ទើរតែស្មើសូន្យគេគ្រាន់តែបង្កើតប្រាក់ចំណេញយ៉ាងច្រើនហើយក្លាយទៅជាអ្នករកលុយដ៏ជោគជ័យបំផុតម្នាក់នៅក្នុងអាជីវកម្មបែបនេះ